ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីវិធីធ្វើនំពពាយដែលនំនេះក៏មានរសជាតិឆ្ងាញ់ហើយវិធីធ្វើក៏ងាយស្រួលផងដែរមុននឹងចូលទៅមើលពីវិធីធ្វើសូមបងប្អូនដែលមិនទាន់បានចុច Subscribe YouTube Channel ក៏ដូចជា Follow Facebook Page កុំភ្លេចចុចម្នាក់មួយផងដើម្បីបានទទួលវីដេអូថ្មីៗបន្តទៀតជាដំបូងហ្នឹងគឺខ្ញុំលាយស្ករទុករយពីលើនំជាមុនសិនដោយខ្ញុំដាក់ស្ករសនេះចំនួន50ក្រាមជាមួយនឹងអំបិលកន្លះស្លាបព្រាកាហ្វេហើយនឹងល្ងដែលបានលីងរួចហ្នឹងគឺចំនួន20ក្រាមនៅពេលដែលយើងដាក់ចូលគ្នារួចហើយគឺយើងត្រូវច្របល់វាចូលគ្នាឲ្យសមនេះគឺជាសណ្តែកបាយចំនួន100ក្រាមដែលខ្ញុំបានត្រាំទឹករយៈពេល2ម៉ោងយើងយកសណ្តែកបាយនេះយកទៅចាក់ដាក់ចូលនៅក្នុងឆ្នាំងរួចហើយចាក់ទឹកត្រឹមតែលិចសណ្តែកបានហើយបន្ទាប់មកដាក់ស្លឹកតើយចូលប្រហែលជា3សន្លឹកដើម្បីឲ្យឈ្ងុយហើយយកទៅដាក់ស្ងោរនៅលើភ្លើងនឹងរហូតទាល់តែរីងទឹកអស់បន្ទាប់ពីរីងទឹកអស់ហើយគឺយើងយកកម្របមកគ្របហើយបន្ថយភ្លើងដោយបើកភ្លើងតិចៗបានហើយផ្ងំវាចោលប្រហែលជា4ទៅ5នាទីសិនបន្ទាប់ពីផ្ងំសណ្តែកបានឆ្អិនល្អហើយគឺយើងយកស្លឹកតើយចេញរួចហើយដាក់ស្ករសចំនួន2ស្លាបព្រាកាហ្វេជាមួយនឹងអំបិលកន្លះស្លាបព្រាកាហ្វេហើយនឹងខ្ទិះដើមនឹងចំនួន3ស្លាបព្រាបាយបន្ទាប់មកទៀតគឺយើងច្របល់វាចូលគ្នាហើយត្រូវសង្កត់សណ្តែកនឹងឲ្យបែកហើយសាច់សណ្តែកនឹងស្អិតជាប់គ្នាហើយនៅខណៈពេលដែលខ្ញុំសង្កត់សណ្តែកនេះគឺភ្លើងដែលបើកផ្ងំសណ្តែកបាញ់នេះគឺខ្ញុំអត់បិទទេគឺយើងបើកវាចោលដើម្បីឲ្យសណ្តែកនឹងចូលសព្វជាមួយនឹងខ្ទិះដូងហើយបន្ទាប់ពីទុកស្នូលនឹងបានត្រជាក់ហើយគឺយើងយកវាទៅពូនជាដុំមូលតូចៗឬក៏ជាដុំមូលទ្រវែងក៏បានដែរហើយបន្ទាប់ពីលុញស្នូលរួចរាល់អស់ហើយឥឡូវហ្នឹងគឺយើងមកធ្វើសំបកនំវិញម្ដងដោយខ្ញុំប្រើម្សៅអង្ករដំណើបនេះចំនួន100ក្រាមជាមួយនឹងទឹកនឹង80មីលីលីត្រចំពោះទឹកនេះបងប្អូនអាចប្រើពី80ទៅ85មីលីលីត្រក៏បានដែរដើម្បីឲ្យសាច់ម្សៅនឹងរាងទន់ហើយនៅពេលដែលយើងច្របល់វាចូលគ្នាបានសព្វហើយគឺយើងត្រូវច្របាច់ម្សៅនឹងរហូតទាល់តែសាច់ម្សៅនឹងចូលគ្នាបានសព្វល្អហើយបន្ទាប់ពីច្របាច់ម្សៅចូលគ្នាបានសព្វហើយគឺយើងយកថង់មកខ្ចប់ម្សៅទុកដើម្បីកុំឲ្យម្សៅស្ងួតហើយចំពោះនំដែលធ្វើនៅក្នុងថ្ងៃនេះគឺខ្ញុំធ្វើពីពណ៌ដោយពណ៌មួយទៀតហ្នឹងគឺខ្ញុំប្រើផ្កាមេអំបៅនេះយកមកដាក់ស្ងោរនៅក្នុងទឹកហើយរងាស់វារហូតដល់តែវាចេញពណ៌ទើបយកទឹកនេះយកមកលាយជាមួយនឹងម្សៅដោយយើងប្រើបរិមាណដូចគ្នាជាមួយនឹងពណ៌សអំបញ្ញមិញដែរហើយសាច់ម្សៅនេះបន្ទាប់ពីលាយរួចគឺវារាងទន់បែបនេះប្រសិនបើយើងអត់លាយឲ្យវារាងទន់អញ្ចឹងទេទម្រាំតែយើងខ្ចប់នំរួចហ្នឹងគឺនឹងធ្វើឲ្យម្សៅហ្នឹងរាងរឹងហើយឥឡូវនេះស្នូលជាមួយនឹងម្សៅហ្នឹងក៏បានត្រៀមរួចរាល់ហើយដែរអញ្ចឹងហើយខ្ញុំនឹងចាប់ផ្ដើមខ្ចប់ស្នូលតែម្ដងដោយយើងបេះម្សៅមួយដុំតូចនេះយកមកសង្កត់ឲ្យសំប៉ែតរួចហើយគឺយើងយកស្នូលមួយដុំនេះយកមកដាក់ហើយខ្ចប់ស្នូលរហូតទាល់តែជិតល្អបន្ទាប់ពីខ្ចប់ស្នូលរួចហើយគឺយើងច្របាច់វាឲ្យរាងណែនបន្តិចហើយចាំលុញជារាងមូលទ្រវែងហើយម្សៅហ្នឹងគឺយើងអាចបេះពណ៌របស់វាលាយចូលគ្នាដើម្បីតុបតែងនំហ្នឹងឲ្យមានពណ៌កាន់តែស្រស់ស្អាតនៅពេលដែលខ្ចប់ស្នូលរួចហើយគឺយើងដាក់ដាំទឹកឲ្យពុះរួចហើយយើងយកម្សៅដែលបានខ្ចប់ស្នូលរួចនេះយកមកដាក់ស្ងោរហើយម្សៅនេះគឺខ្ញុំសប់ស្នូលបានតែមួយចំនួនប៉ុណ្ណោះចឹងហើយខ្ញុំយកវាមកដាក់ស្ងោរសិនដោយយើងត្រូវដាក់ស្ងោរនំនេះរហូតទាល់តែវាអណ្ដែតឡើងហើយបន្ទាប់ពីអណ្ដែតឡើងហើយគឺយើងទុកឲ្យវានៅក្នុងទឹកនោះមកសន្ទុះសិនចាំស្រង់ឡើងហើយនៅពេលដែលស្រង់ឡើងហ្នឹងគឺយើងលើកវារលាក់ឲ្យអស់ទឹកបន្តិចសិនចាំយកទៅចាក់ដាក់ពីលើសាច់ដូងដែលយើងបានកោសរួចបន្ទាប់មកទៀតហ្នឹងគឺយើងប្រឡាក់សាច់ដូងហ្នឹងឲ្យជាប់ជាមួយនឹងនំបន្ទាប់ពីប្រឡាក់សាច់ដូងជាមួយនឹងនំរួចហើយគឺនៅពេលដែលយើងញ៉ាំគឺយើងរោយល្ងស្ករដែលយើងបានលាយមុនហ្នឹងពីលើហើយល្ងនេះបន្ទាប់ពីលីងរួចហ្នឹងគឺខ្ញុំបានយកវាទៅបុកឲ្យរាងបែកបន្តិចដែរហើយវីដេអូនៅក្នុងថ្ងៃនេះក៏បានដល់ទីបញ្ចប់ប្រសិនបើមានកំហុសឆ្គងត្រង់កន្លែងណាក៏សូមអធិស្ឋានសូមអរគុណ